ឥឡូវនេះតកតងជាមួយនឹងបញ្ហានៅក្នុងប្រទេសភូមាគឺបើតាមសេចក្តីរាយការណ៍គឺបានឲ្យដឹងថាមានក្របកំភ្លើងផ្លោងចំនួន5គ្រាប់ទៅបានបាញ់ចំភាគីថៃហ្នឹងគឺនៅត្រង់ដែលព្រំដែនថៃនៅខាងមេសូតហើយបានបណ្ដាលឲ្យអ្នកស្រុកនៅទីនោះចំនួន4នាក់បានរងរបួសគឺនៅតាមបណ្ដោយព្រំដែនជាមួយនឹងប្រទេសភូមាគឺនៅក្នុងខេត្តតាក់ដែលនៅជាប់ជាមួយនឹងព្រំដែនជាមួយនឹងភូមាហើយហេតុការណ៍នេះគឺកើតឡើងនៅថ្ងៃទី30ខែវិច្ឆិកានេះតែម្ដងគឺថ្ងៃនេះតែម្ដងដោយខាងភាគីខាងភូមានោះគឺកំពុងតែប្រយុទ្ធគ្នារវាងកងកម្លាំងតស៊ូហើយនិងកងកម្លាំងរដ្ឋាភិបាលយោធាភូមាដែលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងរយៈពេលប្រហែលថ្ងៃមកហើយមិនមែនទើបតែថ្ងៃនេះទេប៉ុន្តែទើបតែថ្ងៃនេះបាញ់ឆ្លងដែនកាលពីប្រហែលថ្ងៃមុនក៏បាញ់ឆ្លងចូលដែរក៏ប៉ុន្តែខូចខាតលំនៅឋានមិនរងរបួសទេនៅថ្ងៃនេះគឺរងរបួសមនុស្សចំនួន4នាក់ប៉ុន្តែខាងកាសែតរបស់ថៃកាសែតខាវសូលក៏ថា4នាក់ហ្នឹងគឺទាំងអស់សុទ្ធតែជាពលករភូមាទាំងអស់ដែលរងរបួសនៅខាងភាគីថៃហើយកងកម្លាំងរបស់ថៃដែលនៅប្រចាំការនៅទីនោះបានបាញ់ការព្រមានចំនួន4គ្រាប់គឺជាគ្រាប់បែកផ្សែងណាគ្រាប់ផ្សែងបាញ់ចំនួន4គ្រាប់ដើម្បីជាការព្រមានទៅវិញផងដែរដោយសារតែថៃគាត់យល់ថាការប៉ះទង្គិចគ្នានោះគឺកាត់ឡើងរវាងកងកម្លាំងរបស់ខាងទាហានរដ្ឋាភិបាលភូមាហើយនឹងក្រុមកងកម្លាំងអ្នកតស៊ូតែប៉ុណ្ណោះដែលនៅតាមទីនោះហើយដោយឡែកខាងភាគីថៃគឺនៅតែខិតខំពង្រឹងសន្តិសុខនៅតាមបណ្ដោយព្រំដែនរបស់ខ្លួនបាទនេះគឺជាអ្វីដែលបានកើតមានឡើងនៅតាមបណ្ដោយព្រំដែនរវាងថៃជាមួយនឹងប្រទេសភូមាហើយព័ត៌មានទី4នេះប្រិមិត្តខ្ញុំបានជូនជា breaking news ភ្លាមនៅពេលដែលរឿងនេះកើតឡើងហើយប្រិមិត្តស្ដាប់បានច្បាស់ដែរណាជាពិសេសខ្មែរអាមេរិកាំងនៅសហរដ្ឋអាមេរិកនេះហើយនឹងអ្នកដែលមានបំណងចង់មករស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកនេះតើមានផលប៉ះពាល់យ៉ាងម៉េចចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump កាលពីយប់មិញគឺសម្រេចចិត្តយ៉ាងតក់ក្រហល់តែម្ដងបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គឺកាលពីយប់ថ្ងៃប្រហ័សនៅក្នុងសហរដ្ឋអាមេរិកតែទៅជាព្រឹកថ្ងៃសុក្រនៅប្រទេសកម្ពុជាថ្ងៃទី28ណានៅកម្ពុជា28ខែវិច្ឆិកាឆ្នាំ2025ហ្នឹងគឺលោកប្រកាសអំពីផែនការដ៏ទូលំទូលាយមួយក្នុងការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍រួមទាំងការផ្អាកការធ្វើចំណាក់ស្រុកទទួលយកប្រទេសប្រជាពលរដ្ឋដែលមកពីប្រទេសគេហៅថា third world country គឺភាសាបច្ចេកទេសតាំងពីមុនគឺគេហៅថាប្រទេសតតៃលោកប្រទេសតតៃលោកអាចមានអ្នកឆ្ងល់ថាប្រទេសនឹងយ៉ាងម៉េចណាចាំខ្ញុំបញ្យល់នៅពេលក្រោយហើយក៏ដូចជាលុបចោល benefit អត្ថប្រយោជន៍និងប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលសហព័ន្ធទាំងអស់តែម្ដងលុបចោលទាំងអស់ទាំងដល់ចំពោះពលរដ្ឋដែលនៅសហរដ្ឋអាមេរិកនេះដែលមិនមែនជាសញ្ជាតិអាមេរិកាំងអញ្ចឹងអ្នកដែល green card green អីហ្នឹងគឺដែលទទួលផលប្រយោជន៍ពីកម្មវិធីរបស់សហព័ន្ធគឺផ្ដាច់ចោលតែម្ដងអាចនៅតាមឋានៈរដ្ឋនៅតាមឋានៈរដ្ឋគឺអត់មានទាត់ដឹងឡើយប៉ុន្តែកម្មវិធីរបស់សហព័ន្ធអាចនឹងប៉ះពាល់ហើយចឹងដូច្នេះអាចនឹងមានកម្មវិធី snap កម្មវិធីអីហ្នឹងគឺយ៉ាងម៉េចឬក៏ food stamp ហ្នឹងមិនទាន់ច្បាស់នៅឡើយទេពីព្រោះលោកទៅតែសម្រេចយកមិញអញ្ចឹងក្នុងរយៈពេលប្រហែលថ្ងៃទៀតហ្នឹងអាចនឹងមានព័ត៌មានពិស្ដារបន្ថែមទៀតនៅក្នុងការបង្ហោះសារពីនៅលើបណ្ដាញសង្គម Truth Social នៅយប់ថ្ងៃប្រហ័សលោកត្រាំបាននិយាយថាលោកនឹងផ្អាកការធ្វើចំណាក់ស្រុកពីប្រទេសតៃលោកទាំងអស់ពីអចិន្ត្រៃយ៍ដើម្បីទុកពេលឲ្យប្រព័ន្ធរបស់សហរដ្ឋអាមេរិកស្ដារឡើងវិញឲ្យបានពេញលេញដោយមិនបញ្ជាក់ពីអ្វីដែលលោកថាតើប្រទេសណាជាប្រទេសតតៃលោកនោះទេដោយសារតែពាក្យនេះគឺជាធ្លាប់បានប្រើឡើងសម្ដៅទៅលើប្រទេសដែលមានអត្រានៃភាពក្រីក្រខ្ពស់និងមានអស្ថិរភាពសេដ្ឋកិច្ចខ្ពស់
នេះគឺជាការឲ្យនិយមន័យណាចឹងប្រទេសណាដែលក្រីក្រខ្លាំងគឺនឹងប៉ះពាល់ហើយក៏ប៉ុន្តែខ្ញុំបានឆែកមើលនៅក្នុងនិយមន័យរបស់កម្ពុជាគឺប្រទេសកម្ពុជាផុតពីប្រទេសហ្នឹងហើយប្រទេសកម្ពុជាទៅក្នុងកម្រិតដែលកំពុងតែអភិវឌ្ឍចឹងប្រហែលជាមិនប៉ះពាល់ទេណាប៉ុន្តែលោកត្រាំលោកអត់បានបញ្ជាក់ប្រទេសណាដែលគាត់ third world country ប្រទេសតន្ត្រីលោកប្រធានាធិបតីបាននិយាយថាលោកក៏នឹងបញ្ចប់ការទទួលយកមនុស្សរាប់លាននាក់លោកប្រាប់ពាក្យរាប់លាននាក់ប៉ុន្តែចំនួនពិតប្រាកដដឹងប្រមាណណាក៏មនុស្សរាប់លាននាក់ដែលបានទទួលក្រោមរដ្ឋបាលរបស់លោកโจ Biden ដែលជាអ្នកកាន់តំណែងមុននឹងដកចេញអ្នកណាដែលមិនមែនជាមនុស្សដែលជាថាជាមនុស្សដែលមានប្រយោជន៍ចំពោះសហរដ្ឋអាមេរិកឬក៏មិនអាចស្រឡាញ់ប្រទេសជាតិរបស់យើងលោកត្រាំបានបន្ថែមថាលោកមានគម្រោងបញ្ចប់អត្ថប្រយោជន៍និងប្រាក់ឧបត្ថម្ភសហព័ន្ធទាំងអស់សម្រាប់ជនដែលមិនមែនជាពលរដ្ឋអាមេរិកហើយថែមទាំងដកហូតសញ្ជាតិជនអន្តោប្រវេសន៍ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងប្រទេសបានអាចដកសញ្ជាតិទៀតនិងមានប្រទេសជនបរទេសណាមួយដែលលោកបានពណ៌នាថាជាបន្ទុកសាធារណៈហានិភ័យសន្តិសុខឬមិនចុះសម្រុងគ្នាជាមួយអរិយធម៌លោកខាងលិចការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីឆ្មាំជាតិចំនួន2នាក់ត្រូវបានបាញ់កាលពីថ្ងៃពុធនៅជិតសេតាវិមានហើយមកដល់ពេលនេះគឺមានម្នាក់ជាស្ត្រីបានស្លាប់បាត់បង់ជីវិតទៅហើយកាលពីថ្ងៃម្សិលមិញគាត់អាយុតែជាង20ឆ្នាំតែប៉ុណ្ណោះក្រុមអ្នកស៊ើបអង្កេតបាននិយាយថាការវាយប្រហារនេះបានធ្វើឡើងដោយជនជាតិអាហ្វហ្គានីស្ថានម្នាក់ហើយជនជាតិអាហ្វហ្គានីស្ថាននឹងធ្លាប់ចូលរួមនៅក្នុងប្រតិបត្តិការជាមួយនឹងយោធារបស់សហរដ្ឋអាមេរិកផងនៅពេលដែលសហរដ្ឋអាមេរិកដាក់ទ័ពនៅប្រទេសអាហ្វហ្គានីស្ថានហើយមិនត្រឹមតែប៉ុណ្ណោះទេគឺតាមសេចក្តីរាយការណ៍នេះគាត់ធ្វើការខាងផ្នែកការស៊ើបការបានទៅបែបផ្នែកបកប្រែបកអីឲ្យក្រុមស៊ើបការរបស់សហរដ្ឋអាមេរិកហ្នឹងប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារលោក Joseph Edlow នាយកសេវាកម្មពលរដ្ឋនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិកបានបង្ហោះសារមួយតាមបណ្ដាញសង្គម X ថាទីភ្នាក់ងារនេះនឹងពិនិត្យឡើងវិញនៅជនអន្តោប្រវេសន៍គ្រប់រូបដែលកាន់ប័ណ្ណបៃតង Green Card ណាដែលចូលមកពីប្រទេសដែលមានការព្រួយបារម្ភទាំងអស់នោះទីភ្នាក់ងារនេះគេក៏បានប្រកាសពីការផ្អាកជាបន្ទាន់និងគ្មានកំណត់នៃសំណើអន្តោប្រវេសន៍ទាំងអស់ដែលពាក់ព័ន្ធនឹងជនជាតិអាហ្វហ្គានីស្ថានចឹងជនជាតិអាហ្វហ្គានីស្ថានលែងអាចចូលសហរដ្ឋអាមេរិកបានផ្អាកសិនបើលោកត្រាំបានបន្តរបៀបវិរៈអន្តោប្រវេសន៍ដ៏ខ្លាំងក្លាចាប់តាំងពីវិលត្រឡប់មកសេតាវិមានវិញកាលពីដើមឆ្នាំនេះកាលពីខែមិថុនាលោកក៏បានប្រកាសពីការហាមឃាត់ការធ្វើដំណើរយ៉ាងទូលំទូលាយដែលគ្របដណ្ដប់លើជនអន្តោប្រវេសន៍មកពីប្រទេស19រួមទាំងប្រទេសអាហ្វហ្គានីស្ថានផងដែរហើយខ្ញុំបានពិនិត្យមើលប្រទេសទាំង19ហ្នឹងគឺអត់មានកម្ពុជាទេណាអត់មានកម្ពុជាទេអញ្ចឹងកុំព្រួយបារម្ភខ្លាំងពេកដើម្បីកុំឲ្យមានការបកស្រាយទៅបន្លាចគ្នាទៅវិញទៅមកនាំតែមានការយល់ខុសទេក៏ប៉ុន្តែអ្វីដែលខ្ញុំគាត់ដាស់តឿនរំលឹកប្រិមិត្តមួយចំនួនខ្ញុំជឿថាអ្នកដែលចូលមកនេះគឺសិទ្ធិអ្នកមានសិលធម៌ខ្ពស់ប៉ុន្តែខ្ញុំដឹករំលឹកទៅវិញគឺខ្ញុំឃើញទង្វើខុសឆ្គងមួយចំនួនដែរណាដែលអ្នកមួយចំនួនមកដល់សហរដ្ឋអាមេរិកហើយខ្លួននៅកាន់ Green Card ទេខ្លួននៅឋានៈជាជនភៀសខ្លួននៅឡើយទេអត់ទាន់បានអីទេក៏ប៉ុន្តែជាបតិចផ្ដាសាពលរដ្ឋអាមេរិកហ្នឹងយ៉ាងចាស់ដៃតែម្ដងខ្ញុំនិយាយដោយចំករណីតែម្ដងគឺជាបតិចផ្ដាសាលោក Michael Alfaro នឹងសម្បំណាស់បាទទាំងខ្លួនមិនទាំងស្គាល់ឈ្មោះ Michael នឹងច្បាស់ផងហៅគេថា Michelle ប៉ុន្តែជាគេសាហៅដូចផ្ទះអញ្ចឹងគឺគួរតែបញ្ឈប់ទង្វើបែបនេះណាបើសិនបើគេអាចនឹងប្តឹងបានណាកុំខ្ញុំមិនចង់ឲ្យមានរឿងរ៉ាវអាក្រក់ណាកើតឡើងចំពោះខ្មែរយើងដែលមកដល់អាមេរិកនេះទេទាំងអ្នកណាកាន់ជើងបណាក៏ដោយខ្ញុំអត់ចង់ឲ្យមានរឿងរ៉ាវកើតឡើងទេអញ្ចឹងគាត់ថាយើងបញ្ឈប់ទង្វើដែលអត់សិលធម៌ទៅយើងនៅក្នុងប្រទេសកម្ពុជាយើងជេររដ្ឋាភិបាលខ្លួនឯងរហូតដល់រត់គេចមកស្រុកអាមេរិកហើយណារត់គេចមកស្រុកអាមេរិកហើយមកជេរពលរដ្ឋអាមេរិកទៀតទាំងខ្លួននៅឋានៈជាជនភៀសខ្លួននៅឡើយទេអញ្ចឹងខ្ញុំសូមរំលឹកអ្នកទាំងអស់នោះកុំយកទង្វើអសិលធម៌បែបនេះមកដល់សហរដ្ឋអាមេរិកអីបើសិនជាគេខឹងគេអាចប្តឹងបានណាគេអាចប្តឹងបានយើងនៅតែជាជនភៀសខ្លួននៅឡើយទេខ្ញុំដឹងច្បាស់អ្នកណានិយាយយ៉ាងម៉េចដាក់អ្នកណាខ្ញុំដឹងណាដូចខ្ញុំបាននិយាយប្រាប់ចឹងគេដឹង
គេដឹងណាបាទអញ្ចឹងគាត់ថាគឺបើយើងនៅរួចខ្លួនដោយសារតែគេមិនធ្វើទេអញ្ចឹងដូច្នេះគួរបញ្ឈប់អាទង្វើនេះហើយជំហររបស់ខ្ញុំគឺខ្ញុំអត់ចង់ឲ្យរឿងអាក្រក់កើតឡើងទៅលើពលរដ្ឋខ្មែរណាម្នាក់ទេដែលមកនៅសហរដ្ឋអាមេរិកនេះបាទអញ្ចឹងគួរបញ្ឈប់ណាបញ្ឈប់មែនតើទៅ green card ទេហើយប៉ុន្តែបន្តិចផ្ដាសាជាគេនឹងសាហាវណាសាហាវមែនតើដែលខ្ញុំមើលទៅពាក្យពេចន៍មួយចំនួនអត់អាចទទួលយកបានទេបាទជាពិសេសប៉ះទៅដល់អ្នកដែលគេកើតនៅអាមេរិកនេះគឺមិនមែនសាសខ្មែរយើងទៀតណាគេសាសដែលអាមេរិកាំងគេនៅនេះទៀតហើយយើងប៉ះគេសម្បំណាកុំដឹងថាគេកុំគិតថាគេអត់ដឹងណាចឹងគួរប្រយ័ត្នចំណុចនេះផងណាបាទអញ្ចឹងសូមអរគុណខ្ញុំមិនមែនយកឱកាសនេះទៅបន្លាចគ្នាយើងទេអញ្ចឹងកុំឲ្យមានការបកស្រាយច្រឡំណាបាទ